អូននៅហ៊ានទៅជាឡៃមិនប្រឡងនេះលើកតាសភៅអីទៀតមែនសាមហ៊ាននៅលើ AOAI បើសាខាតអីនៅក្នុងកញ្ចប់គម្រោងសាខាត AOAI សោះយើងមានមុខងារច្រើនចឹងថ្ងៃនេះខ្ញុំនឹងមកនិយាយអំពីមុខងារមួយរបស់ AOAI សោះគឺការធ្វើតេស្តអញ្ចឹងយើងចូលទៅកាន់ការធ្វើតេស្តខាងលើនេះយើងអាចជ្រើសរើសមុនធ្វើតេស្តក៏បានឬក៏យើងចង់ scroll នេះហ្មងក៏បានប៉ុន្តែខ្ញុំជ្រើសរើសយកកម្រិតងាយកន្លែងនេះខ្ញុំចុចចោលដើម្បីឲ្យឆាប់ដល់ទំព័រខាងក្រោយបន្ទាប់ពីយើងបានធ្វើតេស្តបញ្ចប់យើងនឹងឃើញបន្ទុកហើយនឹងភាគរយហើយនឹងចំណាត់ថ្នាក់ហើយស្របពេលហ្នឹងគេមានបង្ហាញដែរថាយើងប្រើរយៈពេល1នាទីក្នុងការធ្វើតេស្តមួយហ្នឹងហើយបន្ទាប់មកយើងអស់មកក្រោមមកសម្រាប់សំណួរដែលយើងឆ្លើយខុសគេនឹងមានប្រាប់ចម្លើយត្រឹមត្រូវហើយនឹងការបញ្យល់នៅខាងក្រោមហ្នឹងបន្ទាប់ពីយើងឆែកមើលចម្លើយយើងហើយយើងអាចត្រឡប់ទៅទំព័រដើមដើម្បីធ្វើតេស្តផ្សេងទៀតបានអញ្ចឹងបើចង់ដឹងពីមុខងាររបស់សារខាត AOAI យើងកាន់តែច្បាស់កុំភ្លេចតាមដានភាគបន្ត